ដើម្បីយើងចង់ដឹងថាបុគ្គលណាម្នាក់គាត់លើសទម្ងន់ឬក៏គាត់ធាត់ហ្នឹងគឺយើងត្រូវយកគីឡូរបស់គាត់ធៀបជាមួយនឹងកម្ពស់គាត់ហើយយើងលើកជាការ៉េបើសិនជាលទ្ធផលនោះនៅចន្លោះពីជំរាបសួរសូមស្វាគមន៍មកកាន់គេហទំព័រអេគីវីដេអូសុខភាពដែលថ្ងៃនេះមានការអញ្ជើញចូលរួមពីលោកវិជ្ជបណ្ឌិតពៅឈៀងហេងឯកទេសផ្នែកសួតនិងប្រព័ន្ធផ្លូវដង្ហើមដែលថ្ងៃនេះលោកបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសចែករំលែកក្រោមប្រធានបទជំងឺធាត់លើសទម្ងន់និងជំងឺគាំងដង្ហើមពេលគេងដែលជាភាសាបច្ចេកទេសហៅថា Sit apnea ចា៎ជំរាបសួរលោកវិជ្ជបណ្ឌិតសុខសប្បាយបាទសុខសប្បាយគោរពជំរាបសួរលោកវិជ្ជបណ្ឌិតថាតើយើងកំណត់ដូចម្ដេចដែលយើងអាចចាត់ទុកថាបុគ្គលម្នាក់ហ្នឹងគាត់ធាត់ឬក៏បុគ្គលម្នាក់ហ្នឹងគាត់លើសទម្ងន់ហើយនឹងថាតើវាមានផលប៉ះពាល់បែបណាទៅលើសុខភាពរបស់យើងដែរចា៎បាទអរគុណសម្រាប់សំណួរនេះមែនទែនទៅដើម្បីយើងចង់ដឹងថាបុគ្គលណាម្នាក់គាត់លើសទម្ងន់ឬក៏គាត់ធាត់ហ្នឹងគឺយើងត្រូវយកគីឡូរបស់គាត់ធៀបជាមួយនឹងកម្ពស់គាត់ហើយយើងលើកជាការ៉េបើសិនជាលទ្ធផលនោះនៅចន្លោះពី25ទៅ30មានន័យថាគាត់លើសទម្ងន់ណាស់ហើយបើសិនជាចន្លោះពី30ទៅ35មានន័យថាគាត់ធាត់តែកម្រិតទី1ចន្លោះពី35ទៅ40ធាត់កម្រិតទី2នៅលើពី40ឡើងទៅយើងថាគាត់ធាត់កម្រិតទី3សម្រាប់ការធាត់និងការលើសទម្ងន់វាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពជាច្រើនហើយជាពិសេសនៅក្នុងផ្នែកសួតនិងផ្លូវដង្ហើមវិញគឺវាបង្កឲ្យមានជំងឺមួយដែលយើងហៅថាជំងឺគាំងដង្ហើមពេលគេងឬក៏ជំងឺសមុកដែលជាភាសាប្រជាជនទូទៅសមុកវាគ្រាន់តែជារោគសញ្ញាមួយប៉ុណ្ណោះមិនមែនជាជំងឺទេក៏ប៉ុន្តែវាគឺជាសញ្ញាមួយដែលសំខាន់នៅក្នុងជំងឺមួយដែលយើងហៅថាជំងឺគាំងដង្ហើមពេលគេងដូចបានលើកឡើងខាងលើអញ្ចឹងហើយក្រៅតែពីសមុកជំងឺគាំងដង្ហើមពេលគេងនេះមានរោគសញ្ញាជាច្រើនដូចជាគាត់គេងយប់ឡើងគាត់មានអារម្មណ៍ថាគាត់ថប់ឬពេលខ្លះអាចរហូតដល់គាត់ស្ទុះភ្ញាក់ដឹងខ្លួនឡើងឬពេលខ្លះដៃគូដែលគាត់សម្រាកជាមួយគ្នាហ្នឹងគាត់មើលទៅឃើញថាគាត់សមុកហើយគាត់គាំងដង្ហើមដែលពេលខ្លះអាចនឹងដល់អ្នកគេងចិត្តហ្នឹងគឺគាត់ងើបមកដាស់អ្នកជំងឺឲ្យគាត់ភ្ញាក់ដឹងខ្លួនក៏មានដែរក្រៅពីពេលយប់សញ្ញាពេលថ្ងៃមានដូចជាគាត់ងងុយគេងខ្លាំងនៅពេលថ្ងៃដែលពិបាកដែលឲ្យគាត់ប្រកបមុខរបរការងារទូទានរបស់គាត់ហ្នឹងគឺមានការរំខានចា៎ថាតើការដែលគាំងដង្ហើមពេលគេងហ្នឹងកើតលើតែបុគ្គលធាត់ឬក៏អ្នកដែលយើងស្គមធម្មតាអាចមានកើតដែរលោកវិជ្ជបណ្ឌិតចា៎បាទមែនតើជំងឺនេះគឺកើតទាំងពីរតែម្ដងតែគាត់ថាវាពិសេសគឺទៅលើអ្នកដែលគាត់លើសទម្ងន់និងគាត់ធាត់ប៉ុន្តែអ្នកដែលយើងធម្មតាដែលថាគីឡូធម្មតាហ្នឹងក៏អាចមានជំងឺនេះដូចគ្នាដែរជាពិសេសគឺអ្នកដែលគាត់កើតមកពីធម្មជាតិមកគឺធ្គាមគាត់តូចអណ្ដាតគាត់ធំពេកឬក៏វាធ្លាក់ទៅខាងក្រោមពេកនោះក៏ជាកត្តាហានិភ័យដែលនាំឲ្យកើតទៅជាជំងឺគាំងដង្ហើមពេលគេងនេះផងដែរជាសារផ្ដាំផ្ញើជាចុងក្រោយថាតើលោកវិជ្ជបណ្ឌិតមានជាសារផ្ដាំផ្ញើអីជូនទៅដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងជំងឺគាំងដង្ហើមពេលគេងហើយគាត់ក៏កំពុងតែជាបុគ្គលដែលធាត់លើសទម្ងន់ផងដែរចា៎បាទសូមអរគុណជំងឺនេះមែនតើវាគឺជាជំងឺមួយដែលយើងហៅថាជាឃាតករសម្ងាត់ឬក៏ silent killer យើងអត់មានសញ្ញាអីធំដុំទេក៏ប៉ុន្តែផលប៉ះពាល់របស់វាមានច្រើនជាពិសេសគឺបញ្ហាទឹកនោមផ្អែមបញ្ហាលើសឈាមបញ្ហាស្ទះសរសៃឈាមខួរក្បាលបញ្ហាស្ទះសរសៃឈាមនៅបេះដូងជាដើមដូច្នេះជាចុងក្រោយអត់មានអីច្រើនទេគឺសូមផ្ដាំផ្ញើដល់បងប្អូនយើងជាពិសេសអ្នកដែលគាត់លើសទម្ងន់ហើយមានសញ្ញាដូចបានរៀបរាប់ខាងលើបែបមិញហ្នឹងសូមឆាប់មកជួបជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យបានទាន់ពេលនិងឆាប់ព្យាបាលដើម្បីជៀសវាងនូវផលលំបាកផ្សេងៗដែលបានរៀបរាប់ខាងលើមិញហ្នឹងចាអញ្ចឹងក៏សូមអរគុណលោកវិជ្ជបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃដែលចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីយើងថ្ងៃនេះអញ្ចឹងពីអេគីវីដេអូសុខភាពថ្ងៃនេះអនុញ្ញាតសូមអរគុណសូមគោរពលា